ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកទៀតហើយនេះខ្ញុំធ្វើឆាស្ពៃទើចែកជូនបងប្អូនទស្សនាទាំងអស់គ្នាវិធីធ្វើងាយងាយស្រួលទេបងប្អូនហើយលឿនឆាប់បានញ៉ាំទៀតផងណាចានេះខ្ញុំមានស្ពៃទើមានចំនួន3ដុំទម្ងន់ប្រហែលជាកន្លះគីឡូសាច់ជ្រូកកន្លះគីឡូហើយនឹងខ្ទឹមស្លឹកខ្ទឹមរបស់យើងនឹងចំនួន3ដាំផងដែរចាជាដំបងស្ពៃទើរបស់យើងនឹងយើងយកកាត់គល់ចេញឲ្យស្អាតមកបងប្អូនហើយស្ពៃរបស់យើងគឺខ្ចីល្អណាបងប្អូនគឺគុំទូចល្មមឆ្ងាញ់តែម្ដងណាចាបន្ទាប់ពីយើងកាត់គល់ស្អាតហើយយើងយកទៅលាងទឹកតាមទឹកសិនណាបងប្អូនដើម្បីឲ្យវាស្រួយល្អបន្ទាប់មកយើងមកដំខ្ទឹមសចំនួន5កំពឹសតូចហើយយើងច្រាំឲ្យម៉ត់ទុកចានមួយឡែកសិនមកហើយយើងចាប់ផ្ដើមទៅធ្វើអីផ្សេងសាច់ជ្រូក3ជាន់នាងខ្ញុំហាន់ជាចំណិតស្ដើងណាបងប្អូនពេលដែលយើងហាន់ជាចំណិតស្ដើងហើយយើងយកទៅចិញ្ច្រាំពាក់កណ្ដាលនិងទុកពាក់កណ្ដាលហើយយើងចិញ្ច្រាំទៅដើម្បីឲ្យពេលយើងឆាទៅគឺវាមានជាតិឆ្ងាញ់បងប្អូនពេលដែលយើងផ្សំគ្រឿងទៅគឺវាចូលជាតិជាមួយនឹងសាច់ជាមួយនឹងបន្លែរបស់យើងណាហើយបើយើងអត់ចិញ្ច្រាំទេគឺសាច់នៅដំវាអត់សូវចូលជាតិទេបងប្អូនណាហើយចិញ្ច្រាំយើងកុំចិញ្ច្រាំម៉ត់ពេកមកល្មមទៅបានហើយបងប្អូនចំណែកស្លឹកខ្ទឹមចំនួន2ដើមនេះខ្ញុំហាន់ល្អិតអញ្ចឹងណាបងប្អូនហើយយើងទុកម្លាយសិនដើម្បីពេលដែលម្ហូបរបស់យើងឆ្អិនគឺយើងរោយពីលើដើម្បីឲ្យម្ហូបរបស់យើងកាន់តែឈ្ងុយថែមទៀតណាឥឡូវយើងចាប់ផ្ដើមឆាតែម្ដងជាដំបូងយើងចាក់ខ្លាញ់ជ្រូកចូលនេះខ្ញុំប្រើខ្លាញ់ជ្រូកបងប្អូនគឺខ្លាញ់ជ្រូកយើងយកមករំងាស់ទុកធ្វើខ្លួនឯងណាហើយយើងរំលីងខ្ទឹមសឲ្យឡើងឈ្ងុយឡើងក្រាបបន្តិចដាក់សាច់ជ្រូកចូលតែម្ដងហើយយើងរំលីងសាច់ជ្រូករបស់យើងហ្នឹងឲ្យឆ្អិនសិនណាបងប្អូនណាពេលដែលសាច់ជ្រូករបស់យើងឆ្អិនគឺវាអស់ឈាមហើយអញ្ចឹងយើងចាប់ដើមដាក់គ្រឿងទេសយើងដូចជាប៊ីចេង1ចុងស្លាបព្រាបាយស្ករសប្រហែលជា2ស្លាបព្រាបាយប្រេងខ្យងបន្តិចទឹកស្អ៊ីវបន្តិចទឹកត្រីបន្តិចម្រេចបន្តិចផងដែរហើយយើងកូរច្របល់គ្រឿងឲ្យចូលសព្វជាមួយនឹងសាច់របស់យើងបានល្អមកពេលហ្នឹងគឺសាច់របស់យើងគឺឡើងឈ្ងុយបណ្ដាហើយបងប្អូនអញ្ចឹងយើងចាប់ផ្ដើមដាក់ទឹករំងាស់សាច់យើងសិនមកដើម្បីឲ្យសាច់របស់យើងរាងផុយបន្តិចណាបន្ទាប់មកយើងគ្របទុកមកស្វក់សិនណាបងប្អូនតម្រាំតែសាច់របស់យើងផុយល្អពេលដែលសាច់របស់យើងផុយល្មមហើយយើងដាក់បន្លែចូលតែម្ដងណាហើយស្ពៃតឿននេះយើងត្រឡប់មកល្មមទៅបងប្អូនកុំឲ្យវាឆ្អិនជ្រុលបើឆ្អិនជ្រុលក៏អត់ឆ្ងាញ់ដែរបងប្អូនវាធ្វើឲ្យស្វិតហើយរសជាតិអត់ឆ្ងាញ់ទេអញ្ចឹងយើងទុកមកល្មមទៅហើយបិទភ្លើងតែម្ដងហើយនេះខ្ញុំដាក់ទឹកបន្តិចណាបងប្អូនដើម្បីកុំឲ្យវាគោកពេកណាហើយយើងភ្លក់មើលទៅតាមចំណង់ចំណូលចិត្តបងប្អូនស្ទើរអីថែមនងទៅណាឥឡូវម្ហូបរបស់យើងគឺរសជាតិល្មមឆ្ងាញ់នេះខ្ញុំរោយទឹកខ្ទឹមពីលើរួចជាការស្រេចហើយយើងដួសដាក់ចានបានហើយបងប្អូនអាចញ៉ាំទទួលទានជុំបងប្អូនគ្រួសារយើងបានហើយបងប្អូនអរគុណបងប្អូនដែលតាមដានវីដេអូនេះខ្ញុំកុំភ្លេចជួយ like ជួយ share និង subscribe channel របស់នាងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូជាច្រើនបន្តទៀតពីរបៀបធ្វើម្ហូបខ្មែររបស់យើងបើមានកំហុសខុសឆ្គងត្រង់ណាសូមអធិស្ឋានផងសូមជូនពរបងប្អូនសំណាងល្អសុខភាពល្អទាំងអស់គ្នាអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ